ចំណុចល្អទាំង3ដែលយើងគួរប្រើទឹកអប់ជាដបរំលែកចឹងអ្នកនរគ្នាប្រហែលជាស្គាល់ដបរំលែកនេះហើយគឺល្បីខ្លាំងមែនតើសម្រាប់ដបរំលែកនេះមាន3គុណសម្បត្តិធំរបស់វាដែរណាចំណុចល្អទី1របស់វាហ្នឹងគឺតម្លៃធូរថ្លៃអ្នកនរគ្នាចឹងឧទាហរណ៍ថាបងចង់ទិញទឹកអប់មួយចឹងបងអាចទិញដបរំលែកសិនបានហើយបន្ទាប់មកបងគ្រប់លុយអាចទិញជាមួយនឹង full box យកបានតែម្ដងវាមានតម្លៃធូរថ្លៃជាង full box ច្រើនមែនតើប៉ុន្តែចំណុចគឺវាបានទៅតាមនឹងណាអ្នកនរគ្នាវាយើងប្រើបដោះអាសន្នចឹងគុណសម្បត្តិទី2របស់វាហ្នឹងគឺវាស្រួលដាក់តាមខ្លួនមែនតើជាពិសេសគឺស្រីៗគ្នាយើងតែម្ដងដោយសារតែចេញទៅក្រៅម្ដងណាក៏បបស្រីៗគឺដឹងតែរៀងទូចហើយចឹងប្របាក់ដាក់ទឹកអប់ទាំងមូលទៅហ្មងណាហើយជាពិសេសយើងអត់ចង់ពេលដែលលើកទឹកអប់មូលបាញ់ទៅវារៀង like awkward រៀងខ្វះគេអីចឹងណាអ្នកនរគ្នាពេលដែលយើងដាក់ជាមួយនឹងដបរំលែកនេះទៅគឺយើងងាយស្រួលបាញ់ងាយស្រួល reapply ងាយស្រួលបាញ់ពេលដែលយើងចង់បានក្លិនខ្លួនក្អូបភ្លាមដោយសារតែវាទូចនឹងតែដាក់ចូលកាបូបបានហ្មងចំណុចធំទី3ហ្នឹងគឺបងអាចតែងទៅដើម្បីតេស្តក្លិនបានឧទាហរណ៍ថាបងឃើញគេ review ហើយចង់ដឹងថាក្លិនហ្នឹងវារបៀបម៉េចចុះបងអាចតែងជាមួយនឹងដបរំលែកនេះទៅដើម្បីតេស្តក្លិនសិនដោយសារតែវាមានតម្លៃធូរថ្លៃជាង full box ចឹងពេលដែលបងតេស្តទៅបងឆ្លាញ់អាចតែងជាមួយនឹង full box បានបើបងអត់ឆ្លាញ់ទេក៏បងអាចដឹងពីក្លិនរបស់វាថាអូក្លិនហ្នឹងយកអត់ចូលចិត្តអីចឹងទៅចឹងខ្ញុំគិតថាដបរំលែកនេះគឺមានប្រយោជន៍សម្រាប់បងច្រើនមែនតើហ្មងណាតែមានបងខ្លះគឺគាត់ខ្លាចពេលដែលដាក់ជាមួយនឹងដបរំលែកចឹងទៅវាអាចនឹងខូចក្លិនរបស់ទឹកអប់ឬក៏ខូចគុណភាពរបស់ទឹកអប់ចឹងទៅខាង Alpha Man ណាធានាជូនមកបងសម្រាប់ចំណុចដែលខ្ញុំប្រើនេះគឺ 8ml ហើយខ្ញុំប្រើបានយូរមែនតើហ្មងហើយឥឡូវវាចិត្តអស់ហើយអ្នកនរគ្នាហើយបងចង់បានដបរំលែក 8ml របស់ទឹកអប់ណាមួយបងអាចឆាចូល Page Alpha Man មែនទេ